ផ្នែកដកកន្ទុយថ្លានគឺជាការរីករាលដាលខុសធម្មតារបស់ផ្ទះសនៃភ្នែកដែលជាលេខការដុំសាច់ខ្លាញ់កន្ទុយថ្លាននេះភាគច្រើនគឺដុសចេញពីខាងគល់ភ្នែកច្រើនជាងខាងកន្ទុយភ្នែកហើយក៏វាអាចកើតមានលើភ្នែករបស់យើងទាំងសងខាងផងដែរហើយជាលេខការដុំសាច់ខ្លាញ់កន្ទុយថ្លាននេះវានឹងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃដុសក្រាស់ឡើងលើចូលទៅក្របលើកញ្ចក់កែវភ្នែកពណ៌ខ្មៅរបស់យើងឈានទៅបាំងដល់ប្រស្រីកូនក្រមុំភ្នែកដកកន្ទុយថ្លានគឺជាប្រភេទសាច់ខ្លាញ់មាន3ប្រភេទពណ៌សពណ៌ក្រហមនិងពណ៌លឿងហើយវាចែកចេញជា3កម្រិតស្រាលវាមិនទាន់ជាធ្វើទុកទេចាតែក៏វាអាចមានអាការៈផលរំខានខ្លះៗដែរដូចជាសម្លឹងអត់បានយូរចាសម្លឹងទូរស័ព្ទឬកុំព្យូទ័រឬអានសៀវភៅនឹងភ្នែករបស់យើងឆាប់ផាត់នឿយចាចុកសោយព្រិលស្វាំងខ្លះរមាស់រកម្មក្រហាយខ្លះកម្រិតមធ្យមសាច់ខ្លាញ់កន្ទុយថ្លានវាបានក្រាស់ឡើងវាធ្វើឲ្យយើងបិទបើកទៅមានភាពមិនស្រួលក្រហមក្រហាយភ្នែកដូចមានគ្រាប់ខ្សាច់នៅក្នុងភ្នែកចាហើយរមាស់រកម្មព្រិលស្វាំងគឺវាកាន់តែធ្វើទុកញឹកញាប់ឡើងកម្រិតក្រាស់គឺភ្នែករបស់យើងមើលលែងសូវច្បាស់ហើយពីព្រោះសាច់ខ្លាញ់កន្ទុយថ្លានវាបានទៅបាំងទៅដល់ប្រស្រីកូនក្រមុំកន្លែងដែលចាប់រូបភាពចាធ្វើឲ្យយើងបាំងហើយផលរំខានទាំងអស់ហ្នឹងគឺវាចាប់ផ្ដើមកើតមានឡើងចាញឹកញាប់ទៅធ្វើឲ្យយើងពិបាកក្នុងការរស់នៅប្រចាំថ្ងៃចាអញ្ចឹងពុកម៉ែបងប្អូនដែលគាត់មានបញ្ហាភ្នែកដកកន្ទុយថ្លានមិនថាកម្រិតស្រាលកម្រិតមធ្យមឬក៏កម្រិតក្រាស់ទេយើងខ្ញុំមានជាផលិតផលឱសថដែលចម្រាញ់ឡើងពីធម្មជាតិដែលផ្ដល់ភាពងាយស្រួលដល់ពុកម៉ែបងប្អូនចាយើងគ្រាន់តែលេបតែប៉ុណ្ណោះចាប់ផ្ដើមប្រើប្រាស់ចន្លោះពី5ទៅ7ថ្ងៃនឹងដឹងផលប្រែប្រួលហើយធានាជូនជាផលិតផលមានស្តង់ដារមានការទទួលស្គាល់យ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបាលទាំងក្នុងនិងក្រៅប្រទេសมันមានផលប៉ះពាល់ដល់សុខភាពហើយអាចធ្វើកិច្ចការងាររកស៊ីបានធម្មតាមិនត្រឹមតែប៉ុណ្ណោះទេវាមានគុណសម្បត្តិជួយលើសពីភ្នែកកន្ទុយថ្លានទៀតចាភ្នែកដូចជាស្ងួតដូចជាភ្នែកកន្ទុយថ្លានភ្នែកឡើងបាយភ្នែកមញោបចុកសោយរលាកបាត់ភ្នែកទឹកដាក់ក្នុងភ្នែកគឺឱសថរបស់យើងគឺមានគុណសម្បត្តិជួយរាល់បញ្ហាភ្នែកទាំងអស់នេះតែម្ដងអញ្ចឹងពុកម៉ែបងប្អូនដែលគាត់មានបញ្ហាភ្នែកដូចដែលនេះខ្ញុំបានរៀបរាប់ពីខាងដើមចាចាប់អារម្មណ៍ជាមួយនឹងផលិតផលឱសថគ្រាប់សម្រាប់លេបនេះចាព្រោះវាមានភាពងាយស្រួលចាវាអត់មានការឈឺចាប់វាអត់មានហានិភ័យមិនប៉ះពាល់ដល់សុខភាពហើយអាចធ្វើកិច្ចការងាររកស៊ីប្រចាំថ្ងៃបានដូចធម្មតាអញ្ចឹងពុកម៉ែបងប្អូនធ្វើការតំណតំណងមកខាងនេះខ្ញុំដើម្បីសាកសួរព័ត៌មានឲ្យបានលម្អិតចាដើម្បីជ្រើសរើសយកទៅប្រើប្រាស់ឲ្យបានទាន់ពេលវេលាផងដែរនាងខ្ញុំមានប៉ានីសចាសូមអរគុណ